ở kia này cái chỉ server Khmer Gold MCនេះគឺជា lobby ពីក្រោយខ្ញុំនេះគឺជា lobby server Khmer Gold MC យើងហ្នឹងបាទបើគ្នាយើងចង់បាន IP នេះគឺ IP នៅលើ screen ដែលខ្ញុំបានដាក់ហ្នឹង IP និង port server លេងបានទាំងបាន Minecraft account Trick account Java និង account premium លេងបានទាំងអស់ហើយពេលចូលដំបងវា spawn យើងនៅកន្លែងមួយនេះបាទដែលមាន bacon យើងហ្នឹងយើង spawn មកយើងដើរទៅមុខឃើញកន្លែងពីរនេះបាទហើយអានេះវាកងចេញស្ទូនេះវាកងចេញឯអាហ្នឹងខ្មែរ Gold របស់ PVP ហ្នឹងវាកងចេញថ្ងៃទីទៀតថ្ងៃមុខទៀតហើយនេះគឺកន្លែងដែល economy season 4ខ្មែរ Gold economy season 4អ្នកលេង25នាក់ 1.21 ឡើងទៅលេងបានទាំងអស់ចូលហើយក៏បាន spawn មកកាន់ lobby យើងបាទហើយដល់ពេលយើងមកដល់កន្លែងហ្នឹងចុចកន្លែងហ្នឹងហើយវាក៏បាន spawn យើងមើលកន្លែងនេះបាទវាមាន load and chest ឯមិនហ្នឹងទៅជុំវិញខ្លួនយើងតែខ្ញុំមិនចាស់ server ហ្នឹងខ្ញុំមកធ្វើវីដេអូប្រាប់គ្នាយើងហើយកន្លែងនេះគឺជា random teleport OTP ហ្នឹងហើយនេះយើងពេលយើងចុចទៅវានឹងមានក្បាលមនុស្ស3អានេះគឺជា Endertra កន្លែង Ender នេះ Nether អានេះ World ធម្មតាខាងនេះនេះយើងខាងឆ្វេង World ធម្មតាហើយបាទនេះវិញគឺជាយើងដែលយើងធ្លាប់ land spawn land អីហើយយើងចុចកណ្ដាលទៅយើងវា teleport ទៅ land យើងហើយនេះវិញកន្លែង mine PVP បើយើងទៅ PVP មិនស្រួលគេកាប់ងាប់ហ្នឹងកន្លែងហ្នឹងហើយនេះ Telegram របស់គាត់ 0997987702 អាចតាក់ទៅកាន់គាត់បានបាយ rank ក្នុង server បាននេះ rank Dragon 26 ដុល្លារ rank Khmer Gold 14 ដុល្លារ rank MVP 9 ដុល្លារ rank MVP rank MVP plus 9 ដុល្លារ rank MVP 6 ដុល្លារ rank VIP 3 ដុល្លារហើយកន្លែងនេះ pre kit យើងបាទពេល spawn មកពីកន្លែងហ្នឹងយើងដើរមកកន្លែងនេះដើម្បីទទួលបាន kit pre កន្លែងហ្នឹងណាហើយដល់មកយើងយករូប shield បើមិនចឹងក៏រូបដែរដែរនេះឃើញទេដាក់រូប like ខំហ្នឹងអានេះ rank YouTube នេះ rank media kit នេះ rank TikTok អានេះ rank MVP plus អានេះ rank VIP អានេះ rank MVP kit ចឹងណានេះអានេះសម្រាប់កន្លែងធ្វើជា team អានេះកន្លែង order shop ហើយឥឡូវងាកមកមើលកន្លែងនេះវិញគ្នាយើងគឺវាមានកន្លែង enchant book បាទ villager ស្រាប់លក់ឲ្យយើងបើចាំទៅធ្វើ villager hot ទេទី1លក់ mending ទី2លក់ unbreaking tree ទី3លក់ feed the falling 4 16និងសភៅ16 emerald និងសភៅបាទអានេះ reparation អញ្ចឹងលក់ផលល្អច្រើនទៀតថតឆាបនេះ V FFMC V fire spot V print to flame ឯវិញមានទាំងអស់អា Infinity War 2 looting lang lunch ឯវិញមានទាំងអស់ហើយនេះកន្លែងលក់ trail យើងណាកន្លែង trail chamber អានេះសភៅ winber 1អានេះ winber 2នេះ winber 3 64 diamond និង42 netherite អានេះទឹកហ្នឹង30 emerald អានេះ key ហ្នឹង8 diamond អូខេនេះហើយក៏ងាកមកមើលកន្លែងនេះមួយទៀត AFK កន្លែង AFK យើងវា option ច្រើនតែខ្ញុំប្រាប់គ្នាអត់អស់ហើយ server ក៏មាន night vision ដែរកន្លែងនេះកន្លែងគេលក់ item shop អារូបដីលក់ block រូប food រូបសាច់ហ្នឹងគេលក់ food អានេះកន្លែង premium shop អានេះក៏ off shop វាលក់ជាលក់គ្រាប់ត្បូងគ្រាប់អីណា stream អានេះគេលក់ stream មើលគ្នាចូលចុចកន្លែង stream ហ្នឹងមកវាមាន stream ក៏ប៉ុណ្ណឹងដែរអាចលក់វាមានលុយ net អីtemplate upgrade ហើយនេះចុចក្រោយវិញឡៃលក់យាមានលក់ថោធំ 10k ថោធំយើងហ្នឹង 10k firework 100k មេស 600m ហើយដល់ឆែក 350 ខ្មែរ Go Light តែ Unbreaking Tree Mending 300អានេះ 500k ប៉ុណ្ណឹងបាទគឺរបស់ល្អខ្លាំងមែនតើក្នុង server នេះហើយកន្លែងនេះគឺជាកន្លែង AFK zone កន្លែងនេះវិញគឺជា Ancient House ទិញគ្នាយើងក្នុង server ហ្នឹងនេះគ្នាលក់ក្នុង server លក់ថ្លៃខ្លះមានលុយតិច 3 អើយ ហេ
គ្នាបើឡើយ100B vẫn làមានលុយណាស់តែញ៉ាហើយនេះគឺជា AFK 0ចុចទៅពេលដល់នាំយើងទៅកន្លែង AFK ដល់ហើយវាក៏យើងឲ្យចាំ15នាទីហើយបើពេលយកបាន15នាទីហើយយកបាន key យើងយកមកបើកនៅកន្លែងហ្នឹងបាទយើងចុចបើកវាមកហើយចាំមើលយើងមានប្រហែលភាគរយខ្លះនេះគឺជា Iron Golem Spawn បាន32 4% ជាងហ្នឹងហើយអាចទទួលបានពង Villager Totem 5% Heavy Core ពិបាករកជាងគេក្នុង server ហ្នឹងចឹងណាគ្នាមិនហ្នឹងខ្ញុំក៏សូមគោរពជម្រាបលាអ្នកនរគ្នាបានមើលខ្ញុំដល់ទីបញ្ចប់នេះគឺជា server Gold Smile Gold SMP Smile Gold MC បាយបាយគ្នា